សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានឃើញនៅសេចក្តីជូនដំណឹងមួយរបស់អង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាស្តីពីការជ្រើសរើសបុគ្គលិកអញ្ចឹងខ្ញុំនឹងលម្អិតនៅខ្លឹមសារសេចក្តីជូនដំណឹងនេះជូនអ្នកទាំងអស់គ្នាអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជានឹងធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទដើម្បីចូលបម្រើការងារដោយបេក្ខជនត្រូវមានលក្ខណៈសម្បត្តិនិងបំពេញលក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម 1. ក្របខ័ណ្ឌមន្ត្រីក្រមការខចំនួន5រូបមានសញ្ជាតិខ្មែរមានអាយុច្រើនបំផុត30ឆ្នាំគិតត្រឹមថ្ងៃឈប់ទទួលពាក្យមានសញ្ញាបត្របរិញ្ញាបត្រផ្នែកច្បាប់ឬបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាឬបរិញ្ញាបត្រផ្នែកធនាគារនិងហិរញ្ញវត្ថុមានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ដូចជាសញ្ញាបត្រភាសាអង់គ្លេស IELTS 5.5 ឡើងទៅឬកម្រិតប្រហាក់ប្រហែលនឹងមានចំណេះដឹងនឹងបទពិសោធន៍ការងារពាក់ព័ន្ធ 2. ក្របខ័ណ្ឌលេខាធិការក្របខ័ណ្ឌគោចំនួន10រូបមានសញ្ជាតិខ្មែរមានអាយុច្រើនបំផុត25ឆ្នាំនិងគិតត្រឹមថ្ងៃឈប់ទទួលពាក្យមានសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារមានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ដូចជាកម្រិត IELTS 5 ចុចឡើងទៅឬកម្រិតប្រហាក់ប្រហែលនឹងមានចំណេះដឹងនឹងបទពិសោធន៍ការងារពាក់ព័ន្ធបេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំតាមរយៈការ scan QR code ដែលភ្ជាប់មកខាងក្រោមឬតាមរយៈគេហទំព័រឬទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែមតាមរយៈលេខទូរស័ព្ទការបរិច្ឆេទទទួលពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះតទៅការបរិច្ឆេទឈប់ទទួលពាក្យប្រឡងថ្ងៃពុធទី31ខែធ្នូឆ្នាំ2025វេលាម៉ោង 11 នាទីព្រឹកការបរិច្ឆេទប្រឡងជូនដំណឹងពេលក្រោយហ្នឹងហើយអ្នកទាំងអស់គ្នាដែលមានបំណងរកការងារធ្វើអាចទៅដាក់ពាក្យប្រឡងប្រកួតប្រជែងបាននៅអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាបាន